នៅថ្ងៃទី31ខែកក្កដាឆ្នាំ1992មានសោកនាដកម្មមួយបានកើតឡើងលើជួរភ្នំហេម៉ាឡៃក្នុងប្រទេសនេប៉ាល់យន្តហោះ A311 គ្រឿងរបស់ក្រុមហ៊ុនអាកាសចរ Thai Airways ជើងហោះហើរលេខ311ដែលជាជើងហោះហើរប្រចាំថ្ងៃពីទីក្រុងបាងកកទៅទីក្រុងខាត់ម៉ាន់ឌូបានកំពុងត្រៀមខ្លួនចុះចតទៅហើយប៉ុន្តែដោយមិនដឹងមូលហេតុអ្វីវាបែរជាហោះទៅតំបន់ជួរភ្នំខ្ពស់ៗហើយក៏បុកជាមួយភ្នំដ៏ខ្ពស់មួយផ្ទុះឆេះខ្ទេចខ្ទីតែម្ដងមនុស្សនៅលើយន្តហោះទាំងអស់ចំនួន113នាក់គ្មាននរណាម្នាក់នៅរស់រានមានជីវិតនោះឡើយចំណែកយន្តហោះក៏ត្រូវបំផ្លាញខូចខាតទាំងស្រុងផងដែរនេះគឺជាគ្រោះថ្នាក់យន្តហោះដ៏អាក្រក់បំផុតមួយរបស់ប្រទេសនេប៉ាល់ក្រុមអ្នកស៊ើបអង្កេតរបស់ប្រទេសនេះបានដុតដៃដុតជើងបើកការស្រាវជ្រាវពីករណីនេះហើយក៏បានរកឃើញនៅរឿងដែលមិនគួរឲ្យជឿជាច្រើនដែលបានកើតឡើងលើជើងហោះហើរនេះសម្រាប់ប្រជាជនថៃដែលជឿលើអបិយជំនឿបានយល់ថានេះមិនមែនជារឿងដែលកើតឡើងធម្មតានោះទេតែវាបានជាប់ពាក់ព័ន្ធទៅនឹងលេខ13ដែលពួកគេជឿថាជាលេខនាំគ្រោះចង់ដឹងថាតើមានរឿងអ្វីខ្លះបានកើតឡើងហើយតើរឿងនេះពិតជាជាប់ពាក់ព័ន្ធជំនឿលេខគ្រោះមែនដែរឬយ៉ាងណា Miss Pilot KH នឹងបកស្រាយនៅក្នុងវីដេអូនេះព្រឹកថ្ងៃទី31ខែកក្កដាឆ្នាំ1992ជើងហោះហើររបស់ Thai Airways កំពុងហោះហើរសម្ដៅចុះចតទីក្រុងខាត់ម៉ាន់ឌូរបស់នេប៉ាល់នេះគឺជាជើងហោះហើរប្រចាំថ្ងៃដែលបានហោះចេញពីប្រលានយន្តហោះដងមឿងក្នុងទីក្រុងបាងកកនៅម៉ោង 10:30 នាទីរួចនឹងចុះចតមកវិញនៅប្រលានយន្តហោះ Trip Phuvan ក្នុងទីក្រុងខាត់ម៉ាន់ឌូនៅម៉ោង 12:55 នាទីថ្ងៃត្រង់យន្តហោះដែលប្រើប្រាស់សម្រាប់ជើងហោះហើរនេះគឺប្រភេទយន្តហោះ Airbus A310 ដែលជាយន្តហោះខ្នាតមធ្យមបំពាក់មកនៅម៉ាស៊ីន2ហើយអាចផ្ទុកអ្នកដំណើរចន្លោះពី200ទៅ280នាក់នៅថ្ងៃនេះយន្តហោះមានផ្ទុកមនុស្សសរុបចំនួនតែ113នាក់ប៉ុណ្ណោះដែលរួមមានអ្នកដំណើរចំនួន99នាក់អ្នកបម្រើការ12នាក់និង Pilot ចំនួន2នាក់ Pilot ទាំងពីរគឺជាជនជាតិថៃដែលកាពីតែនត្រូវបានគេស្គាល់ឈ្មោះថា Prida Suttimai វ័យ44ឆ្នាំចំណែក First Officer វិញឈ្មោះថា Phontat Bonyatye វ័យ52ឆ្នាំកាពីតែន Prida មានបទពិសោធន៍ហោះហើរចំនួន 13200 ម៉ោងដែលក្នុងនោះ 4400 ម៉ោងហោះហើរលើយន្តហោះ A310 នេះរីឯ First Officer ផុនថាត់វិញគាត់មានវ័យចាស់ជាងនិងមានម៉ោងហោះហើរលើសកាពីតែន Prida រហូតដល់ 14600 ម៉ោងតែបទពិសោធន៍ជាមួយយន្តហោះ A310 នេះទើបតែបាន 4200 ម៉ោងប៉ុណ្ណោះងាកមកទីក្រុងខាត់ម៉ាន់ឌូឯនេះវិញទីក្រុងនេះគឺជារដ្ឋធានីរបស់នេប៉ាល់ដែលមានទីតាំងស្ថិតនៅចន្លោះកណ្ដាលនិងហ៊ុំព័ទ្ធដោយភ្នំតូចធំហើយអ្វីដែលសំខាន់ទៀតនោះនៅភាគខាងជើងនៃទីក្រុងគឺជាជួរភ្នំហេម៉ាឡៃដែលជាជួរភ្នំខ្ពស់បំផុតមួយរបស់ពិភពលោកចំណែកប្រលានយន្តហោះ Trip Phuvan វិញប្រលានយន្តហោះនេះបានសាងសង់ឡើងលាតសន្ធឹងពីត្បូងទៅជើងលើទីតាំងភូមិសាស្ត្រដ៏ស្មុគស្មាញមួយដែលរាល់ការចុះចតឬហោះឡើងទាមទារការហោះហើរដ៏ជាក់លាក់និងប្រុងប្រយ័ត្នជាទីបំផុតបាននិយាយពីប្រព័ន្ធបរិក្ខារដែលបំពាក់លើប្រលានយន្តហោះនេះវិញគឺនៅមានកម្រិតខ្លាំងណាស់នៅឆ្នាំ1992នេះប្រលានយន្តហោះនេះមិនទាន់បំពាក់នៅប្រព័ន្ធរ៉ាដាដែលអាចមើលឃើញពីទីតាំងរបស់យន្តហោះបាននៅឡើយទេដូច្នេះការបញ្ជាទាំងអស់អ្នកបញ្ជាដែនអាកាសត្រូវការទិន្នន័យពីក្រុម Pilot មកវិញមិនយូរប៉ុន្មានបន្ទាប់ពីហោះហើរជិត3ម៉ោងជើងហោះហើរលេខ311បានមកកាន់តែជិតប្រលានយន្តហោះហើយ First Officer ផុនថាត់ក៏បានតាក់ទងមកអ្នកបញ្ជាដែនអាកាសរបស់នេប៉ាល់ដើម្បីសូមបន្ទាបខ្លួនចុះចតទៅ runway លេខ02នៃអាកាសយានដ្ឋាន Trip Phuvan runway លេខ02គឺជា runway ដែលអាចឲ្យយន្តហោះចុះចតត្រង់ពីទិសខាងត្បូងហើយវាក៏ជា runway ដែលពេញនិយមបំផុតសម្រាប់អាកាសយានដ្ឋាននេះផងដែរគ្រប់យន្តហោះទាំងអស់តែងតែតម្រៀបជួរគ្នាចុះចតពីទិសខាងត្បូងនេះដោយសារតែទិសខាងត្បូងនេះមិនមានភ្នំខ្ពស់ៗនោះទេផ្ទុយទៅវិញគ្រប់ Pilot ទាំងអស់តែងតែកិច្ចមិនចង់ចុះចតពីទិសខាងជើងនោះទេដោយសារតែវាជាទិសដែលសម្បូរទៅដោយភ្នំខ្ពស់ៗពិសេសគឺជួរភ្នំហេម៉ាឡៃដ៏វែងអន្លាយដែលទាមទារការប្រុងប្រយ័ត្នខ្ពស់ជាទីបំផុតក្រោយទទួលបានសំណើពីក្រុម Pilot អ្នកបញ្ជាដែនអាកាសនេប៉ាល់ក៏អនុញ្ញាតភ្លាមៗឲ្យយន្តហោះបន្ទាបខ្លួនចុះចតទៅ runway លេខ02គ្រាន់តែអ្នកបញ្ជាដែនអាកាសអនុញ្ញាតភ្លាមរឿងមិនគួរឲ្យជឿក៏បានកើតឡើងអាកាសធាតុនៅភាគខាងត្បូងនេះស្រាប់តែប្រែប្រួលពិបាកស្មានភ្លៀងនិងខ្យល់បានបក់បោកយ៉ាងខ្លាំងហើយអាប់យ៉ាងក្រាស់ក៏បានធ្វើឲ្យការមើលឃើញមិនបានឆ្ងាយនោះទេមិនបងអង្គយូរអ្នកបញ្ជាដែនអាកាសបានជូនដំណឹងវិញភ្លាមៗទៅជើងហោះហើរ311ដោយបញ្ជាក់ថាអាកាសធាតុហាក់ប្រែជាមិនល្អភ្លាម runway លេខ02ពេលនេះគឺមិនអាចចុះចតបាននោះទេដូច្នេះតម្រូវឲ្យយន្តហោះត្រូវក្រឡឹងមួយជុំចុះចតពីភាគខាងជើងលើ runway លេខ20វិញទទួលបានដំណឹងនេះកាពីតែន Prida បានដឹងយ៉ាងច្បាស់ថាអាកាសធាតុបែបនេះគាត់មិនអាចប្រថុយចុះចតលើ runway លេខ20បាននោះទេដូច្នេះគាត់បានពិភាក្សាជាមួយ First Officer របស់គាត់ដើម្បីផ្លាស់ប្ដូរទៅចុះចតនៅឯប្រលានយន្តហោះ Calcutta របស់ឥណ្ឌាវិញផែនការផ្លាស់ប្ដូរបាននាំឲ្យកាពីតែនមានការតានតឹងជា
ជាខ្លាំងម្យ៉ាងព្រោះថាការខាតាមានចម្ងាយជាង600គីឡូម៉ែត្រដែលនឹងចំណាយសាំងនឹងពេលវេលាបន្ថែមទៀតហើយអ្នកដំណើរក៏ត្រូវរងចាំយូរផងដែរម្យ៉ាងទៀតកាពីតែនក៏តឹងចិត្តជាមួយនឹង First Officer ផុនថាត់ដែលមានវ័យចាស់ជាងខ្លួនមិនចង់ស្ដាប់តាមនិងប្រកែកចង់ធ្វើអ្វីតាមគំនិតខ្លួនឯងកំពុងចរចាជាមួយ First Officer ភ្លាមនោះស្រាប់តែអ្នកបញ្ជាដែនអាកាសតាក់ទងមកជាថ្មីថាភ្លៀងបានប្រែជាធូរស្រាលបន្តិចហើយពេលនេះ runway លេខ02គឺអាចអនុញ្ញាតឲ្យចុះចតបានជាធម្មតាដំណឹងនេះគឺជាការធូរចិត្តមួយសម្រាប់កាពីតែនព្រីដាការខ្វល់ខ្វាយពីការបដូរប្រលានយន្តហោះក៏បានរលាយបាត់ប៉ុន្តែទន្ទឹមនឹងនេះបញ្ហាថ្មីក៏ចូលមកដល់យន្តហោះរបស់គាត់បានជ្រុលទៅកាន់តែជិតប្រលានយន្តហោះទៅហើយតែយន្តហោះនៅមានកម្ពស់ខ្ពស់នៅឡើយការចុះចតភ្លាមនៅពេលនេះគឺមិនអាចធ្វើបាននោះទេកាពីតែនព្រីដាបានស្នើសុំទៅអ្នកបញ្ជាដែនអាកាសហោះបកត្រឡប់ទៅក្រោយទៅវេភ័ញមួយឈ្មោះថា Romeo ដើម្បីមានចម្ងាយគ្រប់គ្រាន់បន្ទាបចុះជាថ្មីដោយសារតែអាកាសធាតុមិនល្អពពកខ្មៅដេដាស់ការទំនាក់ទំនងជាមួយអ្នកបញ្ជាដែនអាកាសនៅលើដីក៏រអាក់រអួលម្ដងលឺម្ដងអត់ពិបាកឆ្លើយឆ្លងកាពីតែនក៏សម្រេចចិត្តបត់ត្រឡប់ក្រោយដោយខ្លួនឯងតែម្ដងហោះបកត្រឡប់ក្រោយបានប៉ុន្មាននាទីស្រាប់តែសញ្ញាព្រមានពីឧបសគ្គខាងមុខបានរឡើង Pilot ទាំងពីរមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងថាហេតុអ្វីក៏សញ្ញាព្រមាននេះរឡើងបែបនេះ First Officer ផុនថាត់បានប្រាប់ឲ្យកាពីតែនទាញយន្តហោះឲ្យហោះឡើងទៅលើតែកាពីតែនព្រីដាគិតថាសញ្ញាព្រមាននេះកំពុងមានបញ្ហា error ចាប់សញ្ញាខុសព្រោះគាត់ច្បាស់ណាស់កម្ពស់ដែលយន្តហោះកំពុងហោះហើរគឺសុវត្ថិភាពបំផុតនៅភាគខាងត្បូងនេះដោយសារតែគិតបែបនេះ Pilot ទាំងពីរមិនបានធ្វើអ្វីនោះទេហើយខាងមុខក៏មានពពកបាំងមើលអ្វីមិនឃើញទៀតយន្តហោះក៏ហោះចំនឹងភ្នំដ៏ខ្ពស់មួយទម្រាំបានឃើញអ្វីហួសពេលអស់ទៅហើយយន្តហោះបានបុកភ្នំពេញទំហឹងផ្ទុះឡើងបំផ្លាញយន្តហោះទាំងស្រុងតែម្ដងរំលងបានប៉ុន្មាននាទីអ្នកគ្រប់គ្រងដែនអាកាសព្យាយាមតាក់ទងមកជើងហោះហើរ311តែក៏បាត់ដំណឹងសូន្យឆឹងគ្មានការឆ្លើយតបនោះទេក្រោយការព្យាយាមតាក់ទងអស់ប៉ុន្មានម៉ោងអាជ្ញាធរក៏សម្រេចប្រកាសពីការបាត់ដានយន្តហោះនេះហើយការរុករកក៏ចាប់ផ្ដើមតែម្ដងដោយសារតែប្រលានយន្តហោះ Trip1 ពេលនោះមិនទាន់មានប្រព័ន្ធរ៉ាដានោះទេដូច្នេះគេក៏មិនអាចដឹងពីទីតាំងចុងក្រោយរបស់យន្តហោះនោះដែរប៉ុន្តែអ្វីដែលគេដឹងគឺយន្តហោះបានហោះបកត្រឡប់ក្រោយទៅភាគខាងត្បូងរដ្ឋាភិបាលនេប៉ាល់បានបញ្ជូនក្រុមអ្នករុករករួមនឹងឧទ្ធម្ភាគចក្រជាច្រើនគ្រឿងតាមរកយន្តហោះនៅភាគខាងត្បូងនេះអ្នករុករកបានហោះហើរគ្រប់ច្រកល្ហកពីតំបន់មួយទៅតំបន់មួយទៀតពីភ្នំមួយទៅភ្នំមួយទៀតតែនៅតែមិនបានប្រទះឃើញអ្វីនោះទេតំបន់ព្រៃភ្នំអាកាសធាតុប្រែប្រួលពិបាកស្មានបានធ្វើឲ្យការរុករករយៈពេល2ថ្ងៃនៅតែមិនអាចកំណត់ទីតាំងរបស់ជើងហោះហើរ311ទៀតដល់ថ្ងៃទី3មានប្រជាជននេប៉ាល់ម្នាក់បានរាយការណ៍ប្រាប់ក្រុមអ្នករុករកថាគាត់បានឮសម្លេងផ្ទុះនិងបានឃើញបំណែកយន្តហោះមួយចំនួននៅភាគខាងជើងនៃទីក្រុងខាត់ម៉ាន់ឌូព័ត៌មាននេះគឺជារឿងដែលមិនគួរឲ្យជឿសម្រាប់អ្នករុករកព័ត៌មានទាំងឡាយដែលពួកគេមាននៅក្នុងដៃគឺយន្តហោះបានហោះហើរនិងបាត់ដំណឹងនៅភាគខាងត្បូងចុះហេតុអ្វីក៏យន្តហោះបែរជាត្រូវអ្នកភូមិរាយការណ៍ថាបានឃើញនៅភាគខាងជើងទៅវិញមិនបង្អង់យូរឧទ្ធម្ភាគចក្រទាំងអស់ក៏ត្រូវបានបញ្ជូនទៅរុករកនៅភាគខាងជើងវិញម្ដងហើយរឿងដែលមិនគួរឲ្យជឿគេក៏ប្រទះឃើញកន្លែងដែលយន្តហោះនោះធ្លាក់ជើងហោះហើរ Thai Airways លេខ311បានធ្លាក់នៅចម្ងាយ37គីឡូម៉ែត្រភាគខាងជើងនៃប្រលានយន្តហោះ Trip1 ស្លាកស្នាមនៃការបុកផ្ទុះរួមនឹងបំណែកកំទេចកំទីដែលធ្លាក់ចុះមកក្រោមបានបង្ហាញយ៉ាងច្បាស់ថាយន្តហោះបានហោះបុកពេញទំហឹងទៅនឹងភ្នំដែលកំពុងឈរត្រង់តែម្ដងមនុស្សទាំង113នាក់នៅលើយន្តហោះគ្មាននរណាម្នាក់នៅរស់រានមានជីវិតនោះឡើយហើយយន្តហោះទាំងមូលក៏បានคล้ายទៅជាកំទេចកំទីធ្លាក់ចុះមកតែម្ដងនេះគឺជាឧបទ្ទវហេតុដ៏អាក្រក់មួយរបស់នេប៉ាល់សារព័ត៌មានជាច្រើនបានចុះផ្សាយប្រងព្រឹត្តពីការរកឃើញនេះហើយអ្នកស៊ើបអង្កេតជាច្រើនក៏ត្រូវបានបញ្ជូនទៅដើម្បីស្រាវជ្រាវពីករណីនេះផងដែរចំពោះអ្នកស៊ើបអង្កេតការរកឃើញពីទីតាំងរបស់យន្តហោះនេះវាគឺជារឿងដែលមិននឹកស្មាននោះទេមិននឹកស្មានក៏ព្រោះថាជួរភ្នំហិមាល័យគឺជាជួរភ្នំដែលខ្ពស់និងគ្រោះថ្នាក់បំផុតមួយសម្រាប់យន្តហោះ Pilot ទាំងឡាយមិនហ៊ានសូម្បីតែហោះទៅក្បែរតែបែរជាយន្តហោះនេះហោះទៅបុកទៅវិញហើយអ្វីដែលកាន់តែមិនយល់ទៀតនោះគឺយន្តហោះបានរាយការណ៍ថាបានបកត្រឡប់ក្រោយទៅភាគខាងត្បូងតែយន្តហោះបែរជាមកធ្លាក់នៅទិសខាងជើងទៅវិញពេលនេះអ្វីដែលគេចង់ដឹងបំផុតនោះគឺតើមានរឿងអ្វីខ្លះបានកើតឡើងហើយតើហេតុអ្វីបានជាយន្តហោះហោះមកដល់ទីនេះដើម្បីអាចបកស្រាយចំណុចទាំងអស់នេះប្រអប់ខ្មៅទាំងពីរពិតជាមានសារៈសំខាន់ណាស់ដើម្បីអាចដឹងពីមូលហេតុដែលបានកើតឡើងដោយសារតែទីតាំងដែលយន្តហោះធ្លាក់គឺស្ថិតនៅលើភ្នំដាច់ស្រយាលកម្ពស់ជាង3000ម៉ែត្រហើយមិនមានកន្លែងណាអាចចុះចតឧទ្ធម្ភាគចក្របាននោះទេដូច្នេះក្រុមអ្នកស្រាវជ្រាវត្រូវដើរដោយថ្មើរជើងទៅទីតាំងនោះមកដល់ទីតាំងកើតហេតុទើបអ្នកស៊ើបអង្កេតអាចឃើញកាន់តែច្បាស់បំណែកតូចធំនៃយន្តហោះបានធ្លាក់រប៉ាត់រប៉ាយនៅតំបន់នោះហើយសាកសពអ្នកដំណើរទាំងអស់ខ្ទាតរប៉ាត់រប៉ាយយ៉ាងអាណត្តិអធមជាទីបំផុតមិនយូរប៉ុន្មានប្រអប់ខ្មៅទាំងពីរក៏ត្រូវបានគេរកឃើញហើយក៏បញ្ជូនភ្លាមដើម្បីយកទៅវិភាគដំបូងអ្នកវិភាគបានពិនិត្យទៅលើប្រអប់ខ្មៅថតសម្លេងក្នុងបន្ទប់បញ្ជាហើយអ្វីដែលគេឮនោះគឺអ្វីហាក់ប្រព្រឹត្តទៅជាធម្មតាប៉ុន្តែនៅពេលដែលអ្នកបញ្ជាដែនអាកាសជូនដំណឹងថា runway លេខ02មិនអាចចុះចតបានក្នុងបន្ទប់បញ្ជាក៏ប្រែជាតានតឹងយ៉ាងខ្លាំង First Officer និងកាពីតែនហាក់និយាយមិនត្រូវគ្នារហូតដល់កាពី
តេនត្រូវបញ្ជាយន្តហោះផងនិងឆ្លើយឆ្លងជាមួយអ្នកបញ្ជាដែនអាកាសខ្លួនឯងផងការទំនាក់ទំនងជាមួយអ្នកបញ្ជាដែនអាកាសទៀតសោតក៏រអាក់រអួលម្ដងលឺម្ដងបាត់ដែលធ្វើឲ្យកាពីតេនព្រីដាមានការតឹងចិត្តជាខ្លាំងមិនតែប៉ុណ្ណោះបន្ទាប់ពីអ្នកបញ្ជាដែនអាកាសផ្ដល់ព័ត៌មានជាថ្មីថា runway លេខ02អាចចុះចតបានមកវិញគេលើកាពីតេនព្រីដាដកដង្ហើមធំនិងកើន stress មួយកម្រិតទៀតកាពីតេនបានដកដង្ហើមធំគឺដោយសារតែយន្តហោះនៅមិនទាន់ទម្លាក់កម្ពស់គ្រប់គ្រាន់នៅឡើយបន្ថែមពីលើ stress ដែលកំពុងកើនឡើងពេញបន្ទុកហើយនោះស្រាប់តែ flap ដែលជាផ្នែកដ៏សំខាន់ដើម្បីចុះចតក៏បានគាំងមិនដំណើរការថែមទៀតដែលនេះបានធ្វើឲ្យបរិយាកាសក្នុងបន្ទប់បញ្ជាកាន់តែតានតឹងបន្ថែមទៀតតាមរយៈសារសម្លេងទាំងឡាយដែលអ្នកស៊ើបអង្កេតបានឮគេអាចសន្មតត្រួសបានថា First Officer ផុនថាត់រឹងរូសមិនសូវស្ដាប់តាមកាពីតេននិងមិនសកម្មនឹងការងាររបស់ខ្លួនឡើយចំណែកកាពីតេនព្រីដាបានទទួលរងការងារជាច្រើនក្នុងពេលតែមួយគិតខ្វល់ខ្វាយគ្រប់ជំហានហើយ stress កើនឡើងពេញបន្ទុកធ្វើឲ្យគាត់បាត់បង់ការផ្ដោតក្នុងការបញ្ជាយន្តហោះប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយទាំងអស់នេះនៅតែមិនទាន់ល្មមគ្រប់គ្រាន់អាចបកស្រាយបានថាតើហេតុអ្វីបានជាយន្តហោះដែលគួរបកត្រឡប់ក្រោយទៅភាគខាងត្បូងបែរជាមកធ្លាក់នៅភាគខាងជើងនេះទៅវិញក្រុមអ្នកស៊ើបអង្កេតក៏ចាប់ផ្ដើមវិភាគទៅលើប្រអប់ខ្មៅទី2គឺ FDR ហើយប្រអប់ខ្មៅទី2នេះហើយទើបនាំឲ្យគេដឹងពីអាកំបាំងក្នុងកំឡុងពេលនៃការបកត្រឡប់ក្រោយទៅទីតាំង Romeo នោះកាពីតេនព្រីដាមិនត្រឹមតែបត់យន្តហោះ180ដឺក្រេប៉ុណ្ណោះទេតែដោយសារតែគាត់រងសម្ពាធការងារច្រើន stress ខ្លាំងហើយខាងមុខក៏បាំងអ្វីមើលមិនឃើញទៀតគាត់បានច្រឡំបត់យន្តហោះរហូតដល់360ដឺក្រេនាំឲ្យយន្តហោះដែលគួរតែបកត្រឡប់ទៅក្រោយទៅទិសខាងត្បូងបែរជាហោះរង្វង់360ដឺក្រេទៅទិសខាងជើងទាំងមិនដឹងខ្លួនក្នុងកំឡុងពេលនោះអ្នកស៊ើបអង្កេតបានរកឃើញចំណុចសំខាន់រហូតដល់3ដែលគួរតែអាចបញ្ជៀសគ្រោះថ្នាក់បានតែបែរជា pilot ទាំងពីរមិនចាប់អារម្មណ៍ទៅវិញតម្រុយទី1គឺកើតឡើងនៅពេលដែលយន្តហោះបត់ត្រឡប់ក្រោយ First Officer ផុនថាត់បានបញ្ចូល waypoint Romeo ទៅក្នុង flight computer ហើយពេលនោះ flight computer ក៏បង្ហាញថា Romeo គឺនៅខាងក្រោយឃើញបែបនេះ First Officer ផុនថាត់ក៏សួរបែបស្រពេចស្រពិលថាតើពួកយើងកំពុងហោះទៅទិសខាងជើងឬយ៉ាងណាតែត្រូវកាពីតេនប្រាប់វិញថាយើងកំពុងហោះទៅទិសខាងត្បូងតម្រុយសំខាន់ទី2ដែលគួរឲ្យសង្ស័យតែ pilot ទាំងពីរនៅតែមិនចាប់អារម្មណ៍ទៀតនោះគឺបន្ទាប់ពីបកត្រឡប់ក្រោយបាន5នាទីអ្នកគ្រប់គ្រងដែនអាកាសក៏សួរថាតើយន្តហោះមានចម្ងាយប៉ុន្មានពីព្រលានយន្តហោះភ្លាមកាពីតេនព្រីដាឆ្លើយយ៉ាងច្បាស់ថា5ម៉ាយចំណុចនេះធ្វើឲ្យអ្នកស៊ើបអង្កេតហួសចិត្តយ៉ាងខ្លាំងថាហេតុអ្វីក៏ pilot ទាំងពីរបែរជានៅមិនភ្ញាក់ខ្លួនទៀតយន្តហោះរបស់ពួកគាត់បានបកត្រឡប់ក្រោយទៅទីតាំង Romeo បាន5នាទីទៅហើយដូច្នេះយន្តហោះគួរតែមានចម្ងាយពី25ទៅ30ម៉ាយមិនមែន5ម៉ាយនោះទេដែលចំណុចនេះហើយធ្វើឲ្យគេមានការងឿងឆ្ងល់ជាខ្លាំងថាហេតុអ្វីក៏ទាំង pilot និងអ្នកបញ្ជាដែនអាកាសបែរជាគ្មានអ្នកចាប់អារម្មណ៍ទៅវិញហើយចំណុចសំខាន់មួយទៀតចុងក្រោយដែលគួរអាចបញ្ជាបាននៅពេលនោះគឺនៅនាទីចុងក្រោយសញ្ញាព្រមានពីឧបសគ្គខាងមុខបានរោឡើងពេញបន្ទប់បញ្ជាឲ្យ pilot ទាញយន្តហោះឡើងទៅលើកិច្ចពីឧបសគ្គតែកាពីតេនព្រីដាបែរជាគិតថាវាជាការ error ទៅវិញដែលនេះគឺជាកំហុសដ៏ធំជាទីបំផុតពេលនេះគ្រោះថ្នាក់លើជើងហោះហើរ Thai Airways លេខ311ដែលហោះបុកភ្នំហិមាល័យត្រូវបានអ្នកស៊ើបអង្កេតរកឃើញហើយគ្រោះថ្នាក់នេះកើតឡើងដោយសារតែកំហុសរបស់មនុស្សរួមផ្សំកត្តាផ្សេងៗទៀតដូចជាកត្តាអាកាសធាតុទីតាំងភូមិសាស្ត្រនិងកត្តារអាក់រអួលផ្នែកទំនាក់ទំនងជាដើមគ្រោះថ្នាក់នេះគឺជាការដាស់តឿនដល់គ្រប់ pilot ទាំងអស់ថាការធ្វើការរួមគ្នានិងការបែងចែកការងារក្នុងបន្ទប់បញ្ជាគឺជារឿងដ៏សំខាន់ដើម្បីប្រតិបត្តិការមានសុវត្ថិភាពឧបទ្ទវហេតុនេះក៏ជាសារដាស់តឿនដល់រដ្ឋាភិបាលនេប៉ាល់ផងដែរពីការចាំបាច់ក្នុងការបំពាក់ប្រព័ន្ធរ៉ាដាសម្រាប់ប្រលានយន្តហោះ Trip1 ដោយសារតែប្រលានយន្តហោះនេះមានទីតាំងភូមិសាស្ត្រដ៏គ្រោះថ្នាក់មួយងាកមកប្រទេសថៃឯនេះវិញមូលហេតុនៃគ្រោះថ្នាក់នេះគឺជារឿងដ៏ភ្ញាក់ផ្អើលមួយប៉ុន្តែទន្ទឹមនឹងនេះមានមនុស្សជាច្រើនដែលជឿលើអបិយជំនឿបានជឿថាគ្រោះថ្នាក់នេះក៏ជាប់ពាក់ព័ន្ធអបិយជំនឿលេខ13ឬលេខ31ដែលពួកគេជឿថាជាលេខគ្រោះពួកគេជឿថាវាជារឿងចៃដន្យពេកហើយដែលយន្តហោះមានគ្រោះថ្នាក់នៅថ្ងៃទី31ប្រភេទយន្តហោះ A310 ផ្ទុកមនុស្សចំនួន113នាក់និងពិសេសទៀតនោះគឺមានជើងហោះហើរលេខ311ទៀតបើថាអបិយជំនឿគឺជារឿងដែលគ្មានមូលដ្ឋាននោះទេតែចំណុចខ្លះអ្នកស៊ើបអង្កេតក៏មិនអាចបកស្រាយបាននោះដែរដូចជាអាកាសធាតុដែលបានផ្លាស់ប្ដូរភ្លាមៗនិងការរអាក់រអួលផ្នែកទំនាក់ទំនងជាដើមអ្វីដែលយើងអាចរៀនសូត្រពីឧបទ្ទវហេតុនេះគឺការសហការគ្នាធ្វើការរួមគ្នាជាក្រុមរមែងផ្ដល់នូវលទ្ធផលល្អផ្ទុយទៅវិញការខ្វែងគំនិតគ្នាឆ្លោះប្រកែកគ្នាក្នុងក្រុមការងារឬគ្រួសារតែងតែនាំមកនូវទុក្ខទោសនិងផលអវិជ្ជមានមួយវិញទៀតមិនត្រូវជឿជាក់លើខ្លួនឯងជ្រុលពេករហូតដល់លែងទទួលយកគំនិតយោបល់របស់អ្នកដទៃនោះទេការប្រកាន់ជំហរនិងការយល់ឃើញរបស់ខ្លួនគឺជារឿងល្អតែពេលខ្លះយើងក៏ត្រូវការដាស់តឿនគំនិតល្អៗពីអ្នកដទៃផងដែរជាក់ស្ដែងបើសិនជាកាពីតេនព្រីដាមិនជឿជាក់លើខ្លួនឯងពេកនោះទេនោះគ្រោះថ្នាក់នេះវាប្រកាសជាមិនអាចកើតឡើងឡើយ